បាទគ្រូបាទជាបឋមសូមគ្រប់នឹងជម្រាបសួរលោកគ្រូបងនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំក្រុមទី2ដែលមានសមាជិក2នាក់ខ្ញុំវ៉ាន់ភិរមហើយនិងហុកលៀងដែលនឹងធ្វើបទបង្ហាញទាក់ទងនឹងច្បាប់ស្តីពីការគ្រប់គ្រងចំនួនមិនមែនសារពើពន្ធបាទហើយក្នុងនោះដែរខ្ញុំបានបែងចែកមាតិកាទាំងអស់នោះទៅជា9ចំណុចទី1ទាក់ទងនឹងគោលបំណងនិងវិសាលភាពទី2ប្រភេទចំនួនមិនមែនសារពើពន្ធទី3ស្ថាប័នមានសមត្ថកិច្ចទី4ការប្រមូលចំនួនមិនមែនសារពើពន្ធទី5បំណុលមិនមែនសារពើពន្ធទី6ការដោះស្រាយវិវាទទី7អធិការកិច្ចនិងសាវនកម្មទី8ការត្រួតពិនិត្យនិងការវិដំណ័យនិងការលើកទឹកចិត្តនិងចុងក្រោយគឺការដាក់ទណ្ឌកម្មបាទសូមស្លាយបន្តបាទសម្រាប់គោលបំណងនេះនិងវិសាលភាពមានន័យថាច្បាប់នៃការគ្រប់គ្រងអំពីចំនួនសារពើពន្ធនេះមានគោលបំណងនិងវិសាលភាពដោយម្ដេចក្នុងនោះដែរបើសិនជាខ្ញុំសូមបើកវងកញ្ចក់បន្តិចតទៅនឹងច្បាប់នេះគឺបានអនុម័តនិងអនុលោមភាពដោយស្ថាប័ននីតិបញ្ញត្តិនៅថ្ងៃទី18សីហាឆ្នាំ2022បាទមានន័យថាពិនិត្យអនុលោមភាពពីក្រសួងពីនីតិបញ្ញត្តិមានន័យថាព្រឹទ្ធសភារដ្ឋសភារួចរាល់ហើយនឹងអនុម័តឲ្យប្រើប្រាស់ក្នុងនោះបើតកតងនឹងចំពោះការប្រើប្រាស់ច្បាប់នេះដែរបើយើងកលេចទៅមើលច្បាប់មិនមែនសារពើពន្ធនេះយើងអាចបែងចែកថាគោលបំណងគឺមានន័យថាម៉េចមានន័យថាយើងស្ថាប័នពាក់ព័ន្ធទាំងអស់គឺក្នុងគោលបំណងដើម្បីប្រើច្បាប់នេះដើម្បីប្រមូលគ្រប់គ្រងចាត់ចែងចំនួនមិនមែនសារពើពន្ធដើម្បីអភិវឌ្ឍសេដ្ឋកិច្ចហើយចំពោះវិសាលភាពមានន័យថាអនុវត្តចំពោះគ្រប់ចំនួនមិនមែនសារពើពន្ធទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិហើយនិងភាគីឯកជនពាក់ព័ន្ធមានន័យថាថ្នាក់ជាតិមានន័យថាថ្នាក់ក្រសួងស្ថាប័នបាទហើយចំពោះថ្នាក់ក្រោមជាតិមានរាជធានីខេត្តក្រុងស្រុកខណ្ឌជាដើមបាទហើយក្នុងនោះដែរគឺទាំងវិស័យរដ្ឋនិងឯកជនបាទសូមទៅចំណុចទី2គឺតកតទៅនឹងប្រភេទចំនួនមិនមែនសារពើពន្ធចំណុចនេះមុននឹងសម្រាប់ចំនួនទាំងអស់នោះគឺមានការបែងចែកទាំងអស់មានដូចជា5ចំណុចបាទហើយចំណុចទី1គឺចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋក្នុងនោះក៏ខ្ញុំសូមបើកវងកញ្ចក់ដែរថាគឺមានន័យថាមុនសម្រាប់ទ្រព្យសម្បត្តិរបស់រដ្ឋយើងចែកជា2ទី1មានន័យថាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលកម្មវត្ថុនៃការប្រើប្រាស់គឺសម្រាប់បម្រើប្រយោជន៍សាធារណៈបាទមានដូចជាសាលារៀនមន្ទីរពេទ្យអីជាដើមឡាក់ហើយកម្មវត្ថុនៃការប្រើប្រាស់ហ្នឹងគឺมันអាចលក់ដូរឬក៏ផ្ទេរបានទេបាទប៉ុន្តែនៅហើយសម្រាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋគឺមានន័យថាក្រៅពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគឺយើងអាចផ្ទេរឬក៏លក់ឬក៏បែងចែកបាទហើយកម្មវត្ថុនេះគឺដើម្បីនៃការប្រើប្រាស់លក់ដូរផ្ទេរអីជាដើមបាទហ្នឹងគឺមានន័យថាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋបើសិនយើងនិយាយតែថាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋហ្នឹងលក់បានមែនអត់ទេមានន័យថាបើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគឺมันអាចលក់ដូរបានទេគឺសម្រាប់បម្រើប្រយោជន៍សាធារណៈដែលឡែកមានតែទ្រព្យសម្បត្តិឯកជនរបស់រដ្ឋទេដែលជាកម្មវត្ថុនៃការលក់ដូរផ្ទេរបែងចែកបាទក្នុងនោះសម្រាប់ការលក់ដូរឬក៏អីផ្សេងៗហ្នឹងគឺមានដូចជាសំណង់អាគារបាទហើយសម្រាប់នៃការក្នុងនោះបើសិនជាយើងជួលវិញគឺមានដីមានអាគារមានសម្ភារៈបរិក្ខារគ្រឿងចក្រអីជាដើមអាហ្នឹងសម្រាប់ចំណូលដោយការចាត់ចែងទ្រព្យសម្បត្តិរដ្ឋហើយក្នុងនោះក៏មានសម្បទានសេវាសាធារណៈដែលមានការចូលរួមសហការគ្នារវាងស្ថាប័នរដ្ឋហើយនិងឯកជនដែលមានដូចជាប្រេជីកបាទដែលបច្ចុប្បន្នយើងគ្រប់គ្នាដឹងគ្រប់គ្នាគឺយើងមានប្រេជីកហ្វូណនដែលនឹងបម្រើប្រយោជន៍សេដ្ឋកិច្ចយើងនាពេលអនាគតមិនមានដូចជាកន្លែងដឹកជញ្ជូនមានតែកន្លែងថ្លឹងឡានអីជាដើមមានរថមានអគ្គិសនីមានរថតកទឹកមានកំពង់ផែមានស្ពានអីជាដើមក្នុងនោះយើងឃើញថាសម្រាប់ដូចជាកន្លែងថ្លឹងឡានអីដូចជាផ្លូវ2004ពីមុនគឺមានគេថាស្ថាប័នឯកជនគាត់អ្នកពិនិត្យត្រួតពិនិត្យអីថ្លឹងឡានទៅយកលុយយកថវិកាអីចឹងទៅប៉ុន្តែឥឡូវគឺរដ្ឋរឹបអូសយកមកវិញហើយបាទហើយក្នុងនោះដូចស្ពានអីដូចជាស្ពានលីយ៉ុងផាត់ណាបាទគឺរដ្ឋក៏បានរឹបអូសយកមកវិញដែរបាទនេះមានន័យថាគឺគេហៅថាសេវាសម្បទានសេវាសាធារណៈហើយក្នុងនោះគឺបើសម្រាប់ជាឯកជនគ្រប់គ្រងវិញដូចជាមានខាងផ្សារមានក
កំពង់ចម្លងមានចំណតយានជំនិះជាដើមដែលមានការយកស៊ីអីជាដើមបាទសេវាអនាម័យមានអីក្រុមហ៊ុនសិនទ្រីអីជាដើមដែលឥឡូវដូចជាមានច្រើនក្រៅពីក្រុមហ៊ុនសិនទ្រីមានក្រុមហ៊ុនមួយទៀតតែដូចជាអត់ចាំឈ្មោះបាទហើយមួយទៀតតាក់ទងនឹងចំណូលពីធនធានធម្មជាតិដែលមានដូចជាការថ្មម៉ាបដូចជាមាសបាទដូចជាប្រេងនេះជាដើមហើយសម្រាប់ប្រេងទៀតសោតយើងអាចហៅថាមាសពណ៌ខ្មៅឬក៏ហៅថា black gold ដែលសម្រាប់ប្រទេសកម្ពុជាយើងហ្នឹងដូចជាមានក្រុមហ៊ុនមួយវិនិយោគចេញពីប្រទេសក្រុមហ៊ុន Chris Energy របស់សិង្ហបុរីដែលយើងហៅថាយើងល្បីណាដែលថាកម្ពុជាយើងទទួលបានដំណក់ប្រេងនៅជ្រៅដំបងនៅថ្ងៃទី29ខែធ្នូឆ្នាំ2020បាទហើយក្នុងនោះដែរមួយទៀតតទៅនឹងចំណូលពីការធនធានធម្មជាតិមានដូចជាអន្តទានកាបូនសម្រាប់ចំណុចនេះដែរខ្ញុំចាប់អារម្មណ៍ហើយដូចទៅខ្ញុំក៏បានស្រាវជ្រាវទៅគឺមុនបងខ្ញុំក៏អត់យល់ទេប៉ុន្តែដល់ពេលហើយខ្ញុំក៏ចាប់អារម្មណ៍ក៏ស្រាវជ្រាវទៅឃើញមានន័យថាអន្តទានកាបូនមានន័យថាម៉េចមានន័យថាឧទាហរណ៍ថាប្រទេសមួយដែលកំពុងអភិវឌ្ឍអញ្ចឹងទៅឬក៏ប្រទេសអភិវឌ្ឍមួយអញ្ចឹងទៅបើសិនជាប្រទេសគាត់មានការរោងចក្រឧស្សាហកម្មច្រើនហើយគាត់បញ្ចេញឧស្ម័នច្រើនឧស្ម័នពុលច្រើនទៅបរិយាកាសហើយដែលថាក្នុងប្រទេសនីមួយៗឬក៏ប្រទេសទាំងអស់នៅលើពិភពលោកនោះមានគោលបំណងមួយគឺថាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឬក៏ឧស្ម័នផ្ទះកញ្ចក់អញ្ចឹងមានថាឥណទានកាបូនគឺសំខាន់ហើយសំខាន់គឺចេញមកពីប្រទេសអស់ហ្នឹងហើយថាប្រទេសទាំងអស់ហ្នឹងគាត់ឧស្សាហកម្មគាត់រីកចម្រើនហើយគាត់បញ្ចេញជាតិឧស្ម័នពុលច្រើនទៅលើបរិយាកាសដូច្នេះដើម្បីការពារបរិស្ថានយើងកុំឲ្យប៉ះពាល់ដល់បច្ចុប្បន្នហើយនឹងអនាគតគឺប្រទេសទាំងអស់ហ្នឹងគឺត្រូវការទិញឥណទានកាបូនពីប្រទេសក្រីក្រក្នុងនោះដែរមានន័យថាដូចជាប្រទេសឬក៏ក្រុមហ៊ុនទាំងអស់ហ្នឹងគឺត្រូវការទិញឥណទានកាបូនពីប្រទេសកម្ពុជាយើងផងដែរថាក្នុងនោះគឺមានថាឥណទានកាបូនមួយគឺស្មើនឹងការមិនបញ្ចេញឧស្ម័នកាបូនិកចំនួន1តោនហើយការទិញមិនដែរអានោះទិញមិនវិញការទិញនោះទៀតសោះមានន័យថាឧទាហរណ៍ថាបើសិនជាប្រទេសទាំងអស់នោះគាត់មានលុយមានថវិកាគឺគាត់អាចជាផ្ដល់លុយในការឧបត្ថម្ភលុយអញ្ចឹងទៅសម្រាប់ឲ្យប្រទេសយើងឬក៏ជាប្រទេសក្រីក្រផ្សេងទៀតដែលសូចនាកសំខាន់ឬក៏កម្មវិធីសំខាន់គឺធ្វើឲ្យប្រទេសទាំងអស់នោះគាត់ថែរក្សាព្រៃឈើហ្នឹងដើម្បីអីគេកុំកាប់បំផ្លាញព្រៃឈើដើម្បីតែកាលណាយើងរក្សាទុកព្រៃឈើមានន័យថាព្រៃឈើគឺជួយស្រូបឬក៏បន្សុទ្ធឧស្ម័នសម្រាប់ផែនដីយើងអញ្ចឹងមានថានេះគឺគេហៅថាឥណទានកាបូនអញ្ចឹងមានថាប្រទេសយើងក៏បានលក់ឥណទានកាបូនជារៀងរាល់ឆ្នាំដែរបាទគឺយើងបានទទួលរាប់លានដុល្លារដែរបាទឆ្នាំមួយឆ្នាំបាទប៉ុន្តែសម្រាប់ទិន្នន័យជាក់ស្ដែងខ្ញុំដូចជាអត់ប្រទៅកន្លែងទិន្នន័យខ្លះឃើញកន្លែងខ្លះអត់ឃើញអញ្ចឹងទៅដូចជាអត់ហ៊ានដាក់ស្រង់ជាស្ថិតិឡូខ្លាចទិន្នន័យអត់សូវច្បាស់ការប៉ុន្តែដឹងតែបានគឺមួយឆ្នាំគឺយើងទទួលបានឥណទានកាបូនហ្នឹងបាទហ្នឹងគឺជាគេហៅមួយក្នុងចំណែកថាចំណូលមិនមែនសារពើពន្ធចំណុចទី2គឺមានថាចំណូលពីសហគ្រាសសាធារណៈពាក្យកម្មសាធារណៈនិងអង្គភាពវិស័យភាពហិរញ្ញវត្ថុមានន័យថាក្នុងនោះដែរគឺសាច់ប្រាក់ទាំងអស់ដែលយើងនៅទទួលបានគឺមាននៅពេលដែលអង្គភាពគឺត្រូវរំលាយហើយដោយមានដូចជាការបង់ភាគលាភឬក៏អត្រេសាច់ប្រាក់ដែរហើយក្នុងនោះសម្រាប់ពាក្យកម្មសាធារណៈហ្នឹងមានន័យថាម៉េចមានន័យថាជាប្រភេទដែលអាជីវកម្មមួយដែលរដ្ឋមានភាគកម្មតិចបាទមានរដ្ឋមានភាគកម្មតិចឬក៏ភាគហ៊ុនតិចក្រៅពីនោះគឺអាចថាភាគច្រើនគឺឯកជនបាទហើយសម្រាប់ការបង់ទៀតសោតគឺអាចថាបង់ 10% ចូលថវិការដ្ឋបាទហើយចំណុចទី3មានថាចំណូលពីសេវាសាធារណៈចំណូលពីសេវាសាធារណៈបើជាទូទៅយើងដឹងថាអាហ្នឹងគឺប្រភេទដែលយើងទទួលសេវារាល់ថ្ងៃឧទាហរណ៍ថាដូចយើងចង់ទៅធ្វើផ្លាកលេខម៉ូតូផ្លាកលេខឡានឬក៏យើងទៅបញ្ជាក់សញ្ញាបត្រអីជាដើមដែលយើងហៅថាជាទូទៅពីមុនយើងហៅថាឧទាហរណ៍បើសិនយើងចង់បញ្ជាក់សញ្ញាបត្រពីមុនយើងបញ្ជាក់នៅសាលាក្រុងភ្នំពេញបាទប៉ុន្តែឥឡូវអត់ទេគឺគេពង្រីកសាខាគឺមានយន្តការច្រកចេញចូលទៅមួយនៅខាងសាលារាជធានីនៅខេត្តអញ្ចឹងទៅហើយបើថ្នាក់ស្រុកគេមានការិយាល័យច្រកចេញចូលអីជាដើមបាទអញ្ចឹងមានថាពីមុនអានេះគេហៅថាគឺការផ្ដល់សេវាសាធារណៈហើយការផ្ដល់សេវាសាធារណៈទៀតសោតគឺមានការបែងចែកជាប្រភេទជាតម្លៃនិងរយៈពេលមានន័យថាឧទាហរណ៍ដូចជាប្រភេទយើងបញ្ជាក់សញ្ញាបត្រហ្នឹងទៅបាទបញ្ជាក់រយៈពេល2ថ្ងៃឬក៏3ថ្ងៃបានហ្នឹងទៅហើយសម្រាប់ជាតម្លៃគឺគេមានតារាងមួយគឺគេបញ្ជាក់មកបាទហើយរយៈពេលគឺ2ថ្ងៃឬ3ថ្ងៃគឺទៅតាមប្រភេទនិងសេវានីមួយបាទនេះគឺជាចំណូលបានពីសេវាសាធារណៈ
ចំណុចបន្ទាប់ទៀតគឺការពិន័យនិងការដាក់ទណ្ឌកម្មចំណុចហ្នឹងបើសិនយើងមើលទៅគឺយើងអាចមើលឃើញថាតកតងនឹងការដាក់ពិន័យដែលទទួលបានពីតុលាការដូចជាពិន័យជាប្រាក់ឬក៏ការប្រព្រឹត្តបទល្មើសច្បាប់បាទហ្នឹងហើយសម្រាប់ការរឹបអូសហ្នឹងដូចជាការរឹបអូសដូចជាការអនុវត្តល្មើសកិច្ចសន្យាផ្សេងៗហ្នឹងឬក៏បទល្មើសរឹបអូសតកតងនឹងផលអនុផលព្រៃឈើគ្រឿងញៀនជាដើមបាទហើយចំណុចចុងក្រោយគឺប្រភេទចំនួនមិនមែនសារពើពន្ធផ្សេងទៀតដែលមានច្រើនបាទក្នុងនោះមានដូចជាដោយពេលដែលទ្រព្យសម្បត្តិដែលពេលដែលគ្មានអ្នកទទួលឬក៏គ្មានសន្តតិជនទទួលមរតកទ្រព្យសម្បត្តិទាំងអស់ហ្នឹងគឺខ្ល้ายទៅជាទ្រព្យសម្បត្តិរដ្ឋគ្រប់គ្រងបាទឬក៏ទ្រព្យសម្បត្តិនឹងគ្មានម្ចាស់គ្រប់គ្រងទាំងអស់ហ្នឹងក៏ត្រូវខ្ល้ายទៅជាទ្រព្យសម្បត្តិរបស់រដ្ឋផងដែរហើយចំណុចសូមទៅ slide បន្តលោកគ្រូចំណុចទី3គឺមានថាមានស្ថាប័នមានសមត្ថកិច្ចចំពោះស្ថាប័នមានសមត្ថកិច្ចហ្នឹងទៀតសោតបើយើងមើលទៅគឺយើងមានស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិនិងកិច្ចសហការអន្តរស្ថាប័នទាំងអស់នោះបើសិនយើងមើលទៅគឺទូនាទីហ្នឹងគឺផាកផាយគ្នាប៉ុន្តែដែលចំណុចដែលសំខាន់គឺថ្នាក់ជាតិគឺយើងមើលត្រួតពិនិត្យទៅលើស្ថាប័នថ្នាក់ក្រោមជាតិហើយថ្នាក់ជាតិហ្នឹងយើងអាចតាមមានដូចជាការចេញជាគោលនយោបាយនៅក្នុងការគីកោការគ្រប់គ្រងការចាត់ចែងនៅប្រភេទពន្ធមិនមែនចំណូលមិនមែនសារពើពន្ធផ្សេងៗអីនឹងឯងបាទហើយសម្រាប់ថ្នាក់ក្រោមជាតិគឺដូចគ្នាគឺបើក្នុងការគីកោអីចាត់ចែងទាំងអស់ហ្នឹងតែមានការត្រួតពិនិត្យពីខាងលើគឺស្ថាប័នថ្នាក់ជាតិដែលមានជាក្រសួងសេដ្ឋកិច្ចជាសេនាធិការនឹងឯងហើយសម្រាប់កិច្ចសហការអន្តរស្ថាប័នមានន័យថារវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិហើយមានក្រសួងសេដ្ឋកិច្ចហ្នឹងគឺមានការសម្របសម្រួលគ្នារវាងពីរស្ថាប័នហ្នឹងនៅក្នុងការចេញគោលនយោបាយសម្រាប់នៅពេលដែលចំណូលយើងប្រមូលបានហើយយើងត្រូវយកទៅធ្វើអីសម្រាប់អភិវឌ្ឍផ្នែកណាមួយដើម្បីបង្កើតគោលនយោបាយក្នុងច្បាប់ថវិកាដែលយើងប្រើប្រាស់ឧទាហរណ៍ដូចឆ្នាំនេះយើងមានសង្គ្រាមអញ្ចឹងយើងមានថាកញ្ចប់ថវិកាអាចមានការគេហៅថាអោតភាពមានថាឧទាហរណ៍ឆ្នាំ2026យើងប្រើអស់យើងកម្រងនឹងប្រើអាចថាខ្ទង់$2000 លានប៉ុន្តែដល់ពេលមានសង្គ្រាមគឺមានការកែប្រែដោយសារគេថាការចំណាយឥតព្រៀងទុកអញ្ចឹងមានថាស្ថាប័នអន្តគឺមានការសហការគ្នាដើម្បីធ្វើយ៉ាងណាឲ្យយើងប្រើប្រាស់កញ្ចប់ថវិកាទាំងអស់នោះមានប្រសិទ្ធភាពបាទខ្ញុំសូមបញ្ចប់នៅការធ្វើបទបង្ហាញរបស់ខ្ញុំហើយជាបន្ទាប់នឹង6លានគាត់នឹងធ្វើបទបង្ហាញបន្តបាទសូមអរគុណបាទសូមអរគុណមក